គន្លឹះសម្រាប់ការផ្ដល់សេវាកម្មអតិថិជនល្អនៅក្នុងមន្ទីរពេទ្យតើអ្វីទៅជាសេវាកម្មអតិថិជនសេវាកម្មអតិថិជនគឺជាការគាំទ្រនិងជំនួយដល់អាជីវកម្មឬអង្គភាពផ្ដល់ជូនអតិថិជនរបស់ខ្លួនមុនពេលអំឡុងពេលនិងក្រោយពេលសេវាកម្មឬផលិតផលត្រូវបានផ្ដល់ជូនដែលរួមបញ្ចូលទាំងការឆ្លើយនៅសំណួរការដោះស្រាយបញ្ហាការផ្ដល់ព័ត៌មាននិងការធានានូវបទពិសោធន៍វិជ្ជមានដល់អតិថិជនសម្រាប់មន្ទីរពេទ្យដែលជាកន្លែងផ្ដល់សេវាថែទាំសុខភាពការផ្ដល់សេវាកម្មអតិថិជនពិតជាមានសារៈសំខាន់ណាស់ហេតុអ្វីបានជាសេវាកម្មអតិថិជនសំខាន់សម្រាប់មន្ទីរពេទ្យសេវាកម្មអតិថិជនល្អបង្កើនទំនុកចិត្តរបស់អ្នកជំងឺចំពោះមន្ទីរពេទ្យបរិយាកាសដែលផ្ដល់ការគោរពនិងការគាំទ្រជួយកាត់បន្ថយភាពភ័យខ្លាចនិងភាពតានតឹងរបស់អ្នកជំងឺការសហការធ្វើតាមការណែនាំនិងផែនការព្យាបាលពីសំណាក់អ្នកជំងឺនឹងធ្វើឲ្យលទ្ធផលទទួលបានកាន់តែប្រសើរអ្នកជំងឺដែលពេញចិត្តចែករំលែករឿងវិជ្ជមានតិចតែអ្នកដែលមិនពេញចិត្តផ្សព្វផ្សាយរឿងអវិជ្ជមានច្រើនសេវាអតិថិជនល្អជួយលើកកម្ពស់ភាពពេញចិត្តនិងកាត់បន្ថយការត្អូញត្អែររបស់អ្នកជំងឺមានសារៈសំខាន់សម្រាប់ការវាយតម្លៃគុណភាពមន្ទីរពេទ្យនិងការទទួលស្គាល់វប្បធម៌សេវាកម្មអតិថិជនល្អធ្វើឲ្យប្រសើរឡើងនូវការទំនាក់ទំនងផ្ទៃក្នុងរបស់បុគ្គលិកជួយឲ្យមន្ទីរពេទ្យមានស្ថានភាពហិរញ្ញវត្ថុកាន់តែប្រសើរនិងថយចុះនូវហានិភ័យផ្នែកច្បាប់ដើម្បីឲ្យសេវាកម្មអតិថិជនរបស់មន្ទីរពេទ្យមានភាពល្អប្រសើរតើអ្នកផ្ដល់សេវាថែទាំគួរធ្វើដូចម្តេចខ្លះដើម្បីឲ្យសេវាកម្មអតិថិជនរបស់មន្ទីរពេទ្យមានភាពល្អប្រសើរអ្នកផ្ដល់សេវាថែទាំគួរតែអនុវត្តនូវគន្លឹះដូចខាងក្រោម 1. មានឥរិយាបថវិជ្ជមានផ្ដល់ការគោរពទឹកមុខញញឹមរួសរាយរាក់ទាក់ប្រើពាក្យគួរសមសំឡេងទន់ភ្លន់តែច្បាស់ល្អចំណាប់អារម្មណ៍ដំបូងគឺសំខាន់ 2. សួរសំណួរនិងស្ដាប់ដោយយកចិត្តទុកដាក់សួរពីគោលបំណងអាការៈឬស្ថានភាពសុខភាពរបស់អ្នកជំងឺអនុញ្ញាតឲ្យអ្នកជំងឺនិយាយពីបញ្ហារបស់គាត់ដោយមិនមានការរំខានឬនិយាយកាត់ 3. បង្ហាញការយល់ចិត្តចំពោះអ្នកជំងឺបង្ហាញការយល់ចិត្តដោយប្រើឃ្លាដូចជាខ្ញុំយល់ពីអារម្មណ៍របស់លោកអ៊ំឬអ្នកមីងយើងនឹងខិតខំអស់ពីសមត្ថភាពដើម្បីជួយមានទឹកចិត្តសន្តោសចង់ជួយសម្រាលទុក្ខលំបាកនិងការជឿចាប់របស់អ្នកជំងឺ 4. ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពប្រើភាសាសាមញ្ញងាយយល់ជៀសវាងប្រើពាក្យឬភាសាបច្ចេកទេសពន្យល់ពីលទ្ធផលតេស្តការធ្វើរោគវិនិច្ឆ័យនីតិវិធីពេលវេលារងចាំនិងជំហានបន្ទាប់ធ្វើការបញ្ជាក់ឡើងវិញនៅចំណុចដែលសំខាន់ 5. ទុកពេលសម្រាប់ការសួរនិងឆ្លើយសំណួរអនុញ្ញាតឲ្យអ្នកជំងឺឬសាច់ញាតិសួរសំណួរបញ្ចេញយោបល់ឬចំណាប់អារម្មណ៍ឆ្លើយនៅសំណួរនិងបញ្ជាក់ឡើងវិញនៅចម្ងល់របស់អ្នកជំងឺជៀសវាងការយល់ច្រឡំ 6. រក្សាភាពឯកជននិងការសម្ងាត់គោរពសិទ្ធិឯកជនរបស់អ្នកជំងឺរក្សាការសម្ងាត់និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺពន្យល់ឬសុំការយល់ព្រមមុនអនុវត្តនីតិវិធីអ្វីមួយលើអ្នកជំងឺអំឡុងពេលព្យាបាល 7. ចំណេះដឹងអំពីសមភាពនៃវប្បធម៌ចម្រុះយល់ដឹងពីវប្បធម៌ទំនៀមទម្លាប់សាសនាបរិបទរស់នៅនិងស្ថានភាពផ្សេងៗគ្នារបស់អ្នកជំងឺប្រកាន់ខ្ជាប់នៅតម្លៃស្នូលទាំង6របស់មន្ទីរពេទ្យដោយមិនមានការរើសអើងឬប្រកាន់និន្នាការសម្រាប់អ្នកជំងឺទាំងអស់ 8. មានភាពអត់ធ្មត់និងមានភាពវៃឆ្លាតខាងអារម្មណ៍អ្នកជំងឺខ្លះមានការថប់បារម្ភមួម៉ៅដូចនេះការរក្សាភាពអត់ធ្មត់គឺចាំបាច់ណាស់អាចដឹងពីតម្រូវការនិងព្យាយាមបំពេញនៅតម្រូវការនិងការរំពឹងទុករបស់អ្នកជំងឺមានវិធីសាស្ត្រក្នុងការសម្រាលអារម្មណ៍តានតឹង 9. មានជំនាញដោះស្រាយបញ្ហាស្ដាប់ដោយមិននិយាយកាត់ឬឆ្លោះប្រកែកជាមួយអ្នកជំងឺសម្រួលភាពតានតឹងនិងឆ្លើយតបជាមួយនឹងឥរិយាបថវិជ្ជមានផ្ដល់នូវជម្រើសសម្រាប់ដំណោះស្រាយបើមានស្វែងរកជំនួយសម្រាប់ករណីចាំបាច់មានសុទិដ្ឋិនិយមចំពោះមតិយោបល់របស់អ្នកជំងឺមិនចាត់ទុកបញ្ហាជាមួយអ្នកជំងឺជាទំនាស់ផ្ទាល់ខ្លួន 10. មានទំនួលខុសត្រូវគោរពនិងអនុវត្ត
ពិពណ៌នាពីការងារការណែនាំនិងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យបំពេញតួនាទីតាមការរំពឹងទុកលើកកម្ពស់ទំនុកចិត្តនិងភាពពេញចិត្តរបស់អ្នកជំងឺទទួលយកនិងកែលម្អចំណុចអវិជ្ជមានធ្វើខ្លួនជាគំរូល្អសម្រាប់បុគ្គលិកដទៃទៀតសេវាកម្មអតិថិជនល្អផ្ដើមចេញពីឥរិយាបថវិជ្ជមានរបស់បុគ្គលិកអ្នកផ្ដល់សេវានីមួយៗសូមអរគុណ